Nếu sốអ្នកនរគ្នាចឹងមើលត្រឡប់មកវិញនៅក្នុងការវិភាគទៅលើតម្លៃហាងជ័យរបស់យើងម្ដងទៀតហើយបាទយប់មិញដែរគឺនៅម៉ោង1គឺចេញព័ត៌មានតាក់ទងជាមួយនឹងការកាត់ទៅលើអាការកាត់ប្រាក់អញ្ចឹងឃើញយប់មិញនេះគឺកាត់ត្រឹមតែ0.25ឬក៏25បែប1000ទេអញ្ចឹងតម្លៃហាងជ័យមាសមានការប្រែប្រួលគួរសមដែរនៅយប់មិញនេះបាទខ្ញុំក៏បានតាមទៅលើព័ត៌មានមួយនេះដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់ការវិភាគរបស់យើងតែម្ដងទៅអូខេមកដល់ការវិភាគរបស់យើងគឺយើងឃើញនេះគឺសមមិញគឺខ្ញុំ recommend ឲ្យទិញplan តាម plan របស់យើងគឺយើង recommend ឲ្យទិញនៅតម្លៃអឺវាគឺយើង recommend ឲ្យទិញនៅតម្លៃ3660គត់បាទគត់ទៅ58ហ្នឹងបាទអញ្ចឹងយើងគិតថាបានចេញទៅលើព័ត៌មានតាក់ទងជាមួយកាត់អាការកាត់ប្រាក់0.25%ហ្នឹងគឺបានធ្លាក់ចុះមកតំបន់ដែលយើងបាយហ្នឹងមែនបាទអញ្ចឹងក៏បានការឡើងលើវិញបំបែកទៅលើ UH គឺ$3707បាទអញ្ចឹងសម្រាប់ទៅលើទីផ្សារថ្ងៃនេះគឺយើងលេងសេជាបាយហើយយើងចាប់ផ្ដើមបដូរនៃការបាយរបស់យើងមក sell វិញសិនបាទមួយរយៈសិនបាទអញ្ចឹងខ្ញុំសូមលុបចោលនៃអ្វីដែលខ្ញុំបានគូពីមុនមកសិនបាទអូខេអញ្ចឹងតម្លៃហាងឆេងមាសយើងគឺអាចធ្លាក់មកដល់តម្លៃ$3618ឬក៏$3620អញ្ចឹងអ្នកនរគ្នាអាចរង់ចាំsell បានបាទបើសិនជាតម្លៃបច្ចុប្បន្នយើងមើលឃើញទៅបាទគឺយើងមើលឃើញគឺថាអាចត្រឡប់ចុះមកវិញខ្លះសិនបាទហើយតាក់ទងជាមួយនឹង condition market ឬក៏ sentiment market គឺយើងឃើញថាចាប់ផ្ដើមប្រែប្រួលមកវិញបាទមានការប្រែប្រួលអញ្ចឹងខ្ញុំសូមវិភាគតាម technical analysis សិនតោះមកចាំខ្ញុំចូលទៅលើការវិភាគ economy ឬក៏ fundamental ដើម្បីឲ្យអ្នកនរគ្នានឹងយកពីហេតុអ្វីបានខ្ញុំ share នៅថ្ងៃនេះហើយបាទអញ្ចឹងសម្រាប់តម្លៃបច្ចុប្បន្នអ្នកនរគ្នាអាច share នៃតម្លៃ around នឹងបានបាទគឺតម្លៃ360065ទៅ3650ពុតបានបាទអាចរកតំបន់ sell ពីម្ដុំនឹងបានបាទអញ្ចឹងតម្លៃហាងឆេងមាសនៅថ្ងៃនេះអាចនឹងធ្លាក់ចុះមកប៉ះនៃតម្លៃ3620បាទ3620ឬក៏អាចបំបែកនៅបំបែកក្រោមនឹងទៀតក៏ថាបានដែរបាទអញ្ចឹងបច្ចុប្បន្នអ្នកនរគ្នាខ្ទង់បច្ចុប្បន្នមកដល់52ហើយអ្នកនរគ្នាអាចធ្វើការ sell មកបាទ sell មកបាទអញ្ចឹងតម្លៃហាងឆេងមាសថ្ងៃនេះអាចធ្លាក់ចុះមករត់នៃsorry អញ្ចឹងអ្នកគ្នាអាចរត់នៃម្ដុំតម្លៃហាងឆេងមាសអាចរត់sidewaysនៅចន្លោះហ្នឹងមាន2 scenario ទី1រត់នៅចន្លោះហ្នឹងបាទទី2គឺ break ចុះមកក្រោមហើយនឹង take rest ឬក៏consolidate នៅចន្លោះនេះដែរបាទអញ្ចឹងខ្ញុំសូមដាក់តម្លៃឲ្យអ្នកគ្នាដើម្បីអ្នកគ្នាងាយស្រួលក្នុងការមើលបាទចឹងសម្រាប់technical ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកគ្នាអាចរង់ចាំមិនមែនរង់ចាំអ្នកគ្នាអាចធ្វើការ sell មកបានបាទអញ្ចឹងតម្លៃពីរនេះអ្នកគ្នាអាច note ទុកបានបាទអញ្ចឹងខ្ញុំអ្វីដែលខ្ញុំមើលឃើញគឺអាចថាត្រឹមតែតម្លៃ3617ឬក៏3620នេះអ្នកគ្នាអាចយកជាផ្លូវការបានបាទបើសិនធ្លាក់មក3587នេះវាtoo much គឺតម្លៃវាធ្លាក់ចុះមកគឺច្រើនពេកដែរវាអាចចូលជិត$100ក្នុងថ្ងៃនេះដែរបាទទីផ្សារ move បាទអញ្ចឹងយើងចូលមកដល់ទៅលើ Fed Bread ជុំវិញសិនបាទ
ខេ ចឹងចូលនៅការកាត់លើការចាប់ប្រាក់យ៉ាងមិញបាទ ចឹងអ្វីដែលយើងគួរមើលគឺអឺនេះ Fed interest rate គឺកាត់រហូតទៅដល់0.25% បាទ 0.25% ឬក៏យើងហៅថា25 basis point បាទតាំងពី 4.5% គឺធ្លាក់មកដល់ 4.25 បាទអញ្ចឹងអ្វីដែលយើងគួរមើលគឺនេះ interest rate projection Q3 first year Q3 មានន័យថាក្នុងឆ្នាំហ្នឹង Fed អាចកាត់ទៅដល់2ដងទៀតអាចនៅខែ10ជាមួយនឹងខែ12ទៀតអញ្ចឹងទាំងអស់នេះគឺធ្វើឲ្យតម្លៃមាសមានការប្រែប្រួលមួយចំនួនដែរអញ្ចឹងអ្វីដែលគេ focus ទៅលើតម្លៃមាសគឺមានការប្រែប្រួលមកវិញដែរគឺមិនទាន់មាន demand សម្រាប់ក្នុងការធ្វើឲ្យតម្លៃមាសកើនឡើងទេលើកលែងតែមានសង្គ្រាមមានអីផ្សេងៗទៀតដើម្បី pressure ទៅលើតម្លៃមាសឲ្យមាសកើនឡើងទេបាទប៉ុន្តែបើសិនជាបច្ចុប្បន្នលើ economy ទៅលើសេដ្ឋកិច្ចរបស់អាមេរិកឬក៏សេដ្ឋកិច្ចហ្មងគឺមិនទាន់មានការធ្វើឲ្យតម្លៃមាសមានការកើនឡើងទេបាទអញ្ចឹងធ្វើឲ្យតម្លៃមាសមិនទាន់មានការកើនឡើងទេហើយបើសិនជាeconomy ឥឡូវគឺវាមានន័យថា cool down មានន័យថាមានការធ្លាក់ចុះមកវិញខ្លះហើយវា under control របស់ធនាគារកណ្ដាលទេអញ្ចឹងធនាគារកណ្ដាលគឺគាត់អាចនឹងមានការកាត់ទៅលើ2ដងទៀតសំទៅលើហេតុផលរបស់គាត់ដែរហើយមួយទៀតតទៅជាមួយនឹង economy ហ្នឹងគឺយើងឃើញថាទៅលើតម្លៃអាចថាចុះមករេះនៅតំបន់3,300ឬក៏3,500សិនគឺមិនទាន់មានអ្វីដែល push តម្លៃមាសឲ្យទៅមួយបែកយូរហែទៀតទេបាទអញ្ចឹងក្នុងឆ្នាំនេះអាចយើងឃើញថាតម្លៃ all time high ឬក៏កន្លែងខ្ពស់បំផុតគឺ$3,707ប៉ុណ្ណោះសំសិនអញ្ចឹងបើសិនជាមានករណីមានសង្គ្រាមឬក៏ hot news មកថែមទៀតអាហ្នឹងគឺតម្លៃហាងចេញមាសអាចប្រែប្រួលទៅតាមនឹងដែរប៉ុន្តែបើបច្ចុប្បន្នបើយើងមើលទៅលើ economy ឬក៏មើលសេដ្ឋកិច្ចឥឡូវគឺមិនទាន់មានតម្រូវការក្នុងការទិញមាសបន្ថែមទេអញ្ចឹងតម្លៃមាសគឺមានការធ្លាក់ចុះមកខ្លះវិញដែរសិនហើយបាទហើយតកតងជាមួយនឹងទៅលើយមិញគាត់ធនាគារកណ្ដាលក៏គាត់បានមាន press conference ដែរបាទតកតងជាមួយនឹងការ outlook របស់ទៅលើធនាគារកណ្ដាលតកតងជាមួយនឹង economy ហ្នឹងបើសិនជាបងប្អូនមកស្ដាប់បងប្អូននឹងដឹងហើយគឺតកតងជាមួយគាត់បានលើកឡើងទៅលើ labor ទៅលើ inflation ទៅលើ tariff to inflation ហើយទៅលើ household ផ្សេងៗមួយចំនួនទៀតដែរបាទអញ្ចឹងខ្ញុំលើកជាគោលមកទៅលើjob employment គឺឬក៏យើងថា labor បាទ employment គឺមានការធ្លាក់ចុះខ្លាំងមែនពីកាលមុនតកតងជាមួយនឹង non-farm យើងឃើញហើយគឺត្រឹមតែ 20k ជាងទេបាទប៉ុន្តែបច្ចុប្បន្នគឺគាត់កាត់ទៅលើ interest rate ហើយមានកម្រងកាត់រហូតដល់2ដងទៀតក្នុងឆ្នាំហ្នឹងអញ្ចឹងទៅលើemployment គឺអាចមានការកើនឡើងមកវិញដែរបាទអញ្ចឹងវារៀង safe សម្រាប់ទៅលើធនាគារកណ្ដាលដែរបាទបើសិនជាlabor ហ្នឹងឬក៏ employment ចាប់ផ្ដើមធ្លាក់ចុះខ្លាំងទៀតគឺអឺវាធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចខ្លាំងដែរប៉ុន្តែបច្ចុប្បន្នគឺគាត់បាន recover មកវិញហើយបាទតើតើជាមួយនឹង inflation គាត់ថាបច្ចុប្បន្នហ្នឹងគឺការឡើងហ្នឹងគឺដោយសារតែ spike ឬក៏មានសម្ពាធពីតំណែងមួយចំនួនតាក់ទងជាមួយនឹងការយកពន្ធពីលោក Donald Trump ទេប៉ុន្តែជាក់ស្ដែងទៅគឺinflation ហ្នឹងគឺមិនទាន់មានការកើនឡើងខ្លាំងឬក៏នឹងកើនឡើងខ្លាំងបន្តទៀតទេគឺអាចមក cool down ឬក៏មកចិត្ត target របស់ធនាគារកណ្ដាលវិញដែរបាទតកតងជាមួយនឹងគាត់លើកឡើងទៅលើ tariff តកតងជាមួយនឹងពន្ធទៅលើ inflation ហ្នឹងគឺគាត់នឹងរងចាំមើលដែរហើយអ្វីដែលគាត់មើលឃើញគឺតកតងជាមួយនឹង inflation ហ្នឹងគឺជាមួយនឹង inflation ទៅលើtariff ទៅលើ inflation ហ្នឹងគឺមិនមានឥទ្ធិពលខ្លាំងនោះទេបាទមិនទាន់មានឥទ្ធិពលខ្លាំងដើម្បីធ្វើឲ្យតម្លៃinflation កើនឡើងខ្លាំងទេអញ្ចឹងមានន័យថាសរុប overall មកគឺទៅលើeconomy គឺមានការធ្លាក់ចុះមានការ cool down មកវិញហើយអញ្ចឹងទៅលើតកតងជាមួយ safe haven ផ្សេងៗទៀតក៏គាត់ក៏មិនទាន់មានតម្រូវការឬក៏ demand នៅក្នុងហ្នឹងដែរបាទអូខេអញ្ចឹង
ចឹងថ្ងៃនេះបាន share តាក់ទងជាមួយនឹងទៅលើ inflation តាក់ទងជាមួយនឹង interest rate តាក់ទងជាមួយនឹងព័ត៌មានយប់មិញដែលធនាគារកណ្ដាលកាត់ទៅលើអាកាសប្រាក់មួយចំនួនហើយក៏យើងបានវិភាគទៅលើ technical analysis មួយចំនួនដែរបាទចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទចឹងសម្រាប់បងប្អូនបើសិនជាពេញចិត្តចូលចិត្តនៅក្នុងការវិភាគរបស់ខ្ញុំកុំភ្លេច like subscribe ទៅលើវីដេអូមួយនេះបាទហើយបើសិនជាមានស្គាល់មិត្តភ័ក្តិណាគាត់ជួនដូរទៅលើតម្លៃហាងឆេងមាសនេះឬក៏គាត់ទិញលក់ទៅលើតម្លៃហាងឆេងមាសគីឡូក៏ដោយក៏គាត់អាចមានផលប្រយោជន៍ក្នុងនៃចំណេះដឹងនៅក្នុងការវិភាគរបស់ខ្ញុំដែរអញ្ចឹងអាច share វីដេអូនេះឲ្យគាត់មើលបានបាទអូខេយ៉ាអញ្ចឹងកុំភ្លេច like subscribe ទៅលើ YouTube channel ខ្ញុំនឹងបន្តការវិភាគទៅលើតម្លៃហាងឆេងមាសជាមួយនឹងធ្វើការបង្ហាញនៃtip និង tip មួយចំនួនតាក់ទងជាមួយនឹងការវិភាគនេះបាទហើយមួយទៀតកុំភ្លេច comment នៅខាងក្រោមផងថាយកគិនរបស់អ្នកនរគ្នាចង់បានវីដេអូបែបម៉េចបន្តទៀតខ្ញុំនឹងអាប់ដេតថែមវីដេអូដែលអ្នកនរគ្នាចង់បានដូចជាការវិភាគការរៀនតាក់ទងជាមួយនឹងវិភាគជាមួយនឹងoutlook ទៅលើទីផ្សារឬក៏ផ្សេងៗទៀតអ្នកនរគ្នាអាច comment នៅក្នុងវីដេអូនេះបាទចា៎អញ្ចឹងកុំភ្លេច like subscribe អរគុណជម្រាបលាអ្នកនរគ្នា